របៀបដូរផ្ទាំង set down ចឹងនេះផ្ទាំង set down របស់ Windows 2003 server ចឹងយើងដូរមកភាពដើមវិញចុចទៅលើ start យក run វាយពាក្យថា gp edit.msc អូខេចូលទៅក្នុង administrative template នៅក្នុង system ចុចលើពាក្យថា display set down event tracker double click លើវាពីរដងយក disable apply អូខេបិទចោលបន្ទាប់មកចុចទៅលើ start យក run វាយពាក្យថា gp update ដើម្បី restart group policy សូមរងចាំបន្លែតបាទតែមើល start set down អញ្ចឹងវាដូរមកពីទម្រង់នេះវិញ